សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់យកមកចែកម្លែកអ្នកទាំងអស់គ្នាអំពីចម្រៀងរបស់ខ្ញុំមួយបទដែលខ្ញុំទើបតែសរសេរថ្មីថ្មងដែរសរសេរអត់ទាន់ចប់ទេប៉ុន្តែខ្ញុំចង់បង្ហាញ melody បន្តិចឲ្យអ្នកទាំងអស់គ្នាស្ដាប់ហើយជួយគិតមើលថាតើបទហ្នឹងគួរតែផុសនៅរដូវកាលណាដែរនៅខែណាដែរអញ្ចឹងណាដោយសារបទហ្នឹងខ្ញុំគិតថាវារៀងទំនងដែរតែក្នុងចិត្តអ្នកទាំងអស់គ្នាហ្នឹងមិនដឹងថាទំនងដូចអ្វីដែលខ្ញុំគិតអត់ទេខ្ញុំទៅសេបទហ្នឹងពីយប់មិញពេលដែលខ្ញុំកំពុងតែធ្វើការហើយក៏មាន melody តូចចូលមកក្នុងខួរក្បាលអញ្ចឹងហើយក៏ឆ្លៀតសរសេរបន្តិចចាំមើលអ្នកទាំងអស់គ្នាជួយស្ដាប់មើលថាតើបទហ្នឹងមិនដែរ melody ហ្នឹងមិនដែរស្អាតឬក៏អត់អីក៏អត់អញ្ចឹងណាខ្ញុំចង់បង្ហើបបន្តិចឥឡូវខ្ញុំសុំអានពីសំណេរហ្នឹងបន្តិចសំណេរហ្នឹងខ្ញុំទៅសេថាធ្លាប់ខលនិយាយគ្នារាល់ថ្ងៃពេលនេះគ្មានថ្លៃបងធ្វើខ្លួនមិនត្រូវឡើយទ្រូងខាងឆ្វេងឈឺពេកហើយគ្មានថ្ងៃណាស្បើយបានធូរម្ដងឡើយហើយបទហ្នឹងគឺជាបទប្រភេទបទ sad សង្ឃឹមថាអ្នកទាំងអស់គ្នាបានទស្សនានៅវីដេអូនេះហើយជួយ comment នៅក្នុង comment ហ្នឹងជួយ comment មកពីមតិរបស់អ្នកទាំងអស់គ្នាឥឡូវខ្ញុំចង់បង្ហាញ melody ហ្នឹងបន្តិចធ្លាប់ខលនិយាយគ្នារាល់ថ្ងៃពេលនេះគ្មានថ្លៃបងធ្វើខ្លួនមិនត្រូវឡើយទ្រូងខាងឆ្វេងឈឺពេកហើយគ្មានថ្ងៃណាស្បើយបានធូរម្ដងឡើយរីងាក់បន្តិចតែបទហ្នឹង melody បែបហ្នឹងសង្ឃឹមថាអ្នកទាំងអស់គ្នាមានមតិយោបល់ដើម្បីកែតម្រូវខ្ញុំនៅវីដេអូបន្ទាប់ចង់បានវីដេអូបែបណាកុំភ្លេច comment នៅក្នុង comment ក្នុងវីដេអូនេះខ្ញុំនឹងធ្វើវីដេអូជូនអរគុណកុំភ្លេច follow ម្នាក់មួយផង